model ថ្មីនេះតម្លៃត្រឹមតែ$37,900កាលពីមុនឥឡូវនេះគឺផ្ដល់ជូននៅតម្លៃថ្មី$38,900តែប៉ុណ្ណោះបាទគឺតែប៉ុណ្ណោះហើយទាំងអស់នេះគឺជា12ចំណុចដែល Ford Ranger XL ឆ្នាំ2026កែលម្អថ្មីឲ្យកាន់តែទំនើបជាងមុនស្រស់សង្ហាជាងមុននិងខ្លាំងជាងមុនទី1គឺម៉ាស៊ីន 2.0 លីត្រកែលម្អថ្មី Ford Ranger XL ម៉ូដែលឆ្នាំ2026ថ្មីមួយនេះគឺប្រើប្រាស់នៅម៉ាស៊ីនម៉ាស៊ូត 2.0 លីត្រ Single Turbo ដែលឈ្មោះម៉ាស៊ីនដដែលហ្នឹង 2.0 លីត្រដូចគ្នាកាលពីមិនទាន់ upgrade ក៏ប៉ុន្តែចំពោះ 2.0 លីត្រ upgrade ថ្មីគឺប្រើប្រាស់នៅរចនាសម្ព័ន្ធបង្គំថ្មីជាពិសេសម៉ាស៊ីនមុនគឺប្រើប្រាស់នៅខ្សែពៀនក៏ប៉ុន្តែចំពោះម៉ាស៊ីន 2.0 កែលម្អថ្មីមួយនេះគឺប្រើប្រាស់នៅច្រវាក់ឡាកាមដែលធានាដល់អាយុកាលនៃការប្រើប្រាស់របស់ម៉ាស៊ីនឲ្យកាន់តែយូរអង្វែងចំពោះម៉ាស៊ីនម៉ាស៊ូត 2.0 ប្រើប្រាស់តាក់បូមួយគ្រាប់ឬក៏យើងហៅថា 2.0 Single Turbo មាន4ស៊ីឡាំងរត់ជាបន្ទាត់ភ្ជាប់ទៅកាន់ប្រអប់លេខ10វគ្គស្វ័យប្រវត្តិផលិតកម្លាំងសេះ170 PS និងកម្លាំងរមុល405 Nm បច្ចុប្បន្នម៉ាស៊ីន 2.0 នេះគឺបង់ពន្ធផ្លូវប្រចាំឆ្នាំត្រឹមតែ$20,000រៀលតែប៉ុណ្ណោះជាមួយនឹងការផ្ដល់ជូននៅកម្រិតស៊ីប្រេងចន្លោះពី6ទៅ7លីត្រក្នុង100គីឡូតែប៉ុណ្ណោះចំពោះល្បឿនស្មើជាមធ្យមទី2គឺប្រអប់លេខ10វគ្គស្វ័យប្រវត្តិជំនួសឲ្យប្រអប់លេខ6វគ្គកាលពីមុនឥឡូវនេះ Ford Ranger XL គឺប្រើប្រអប់លេខកាន់តែច្រើនវគ្គជាងមុនតែធ្វើឲ្យការបើកបរកាន់តែមានប្រសិទ្ធភាពនោះគឺប្រអប់លេខដល់ទៅ10វគ្គឯណោះមានន័យថា driving adaptability ឬក៏សមត្ថភាពបើកបរកាន់តែបត់បែនទៅតាមតម្រូវការត្រូវការស្ទុះបានទាន់ចិត្តត្រូវការរអិលរលូនគឺ smooth បានដូចចិត្តត្រូវការកម្លាំងបំពេញការងារធ្ងន់ធ្ងរគឺអាចលៃលកបត់បែនតាមជាក់ស្ដែងតែម្ដងទី3គឺម៉ូដយ៉ាន់កង់ថ្មីបែប Sport លើកសម្រាប់រថយន្តឲ្យកាន់តែតាក់ក្រសែភ្នែកជាងមុនជាមួយនឹងការផ្ដល់ជូននៅម៉ូដយ៉ាន់កង់ថ្មីបែប Sport ទំហំដល់ទៅ17អ៊ីងខ្មៅរលោងកាន់តែកាចកាន់តែតាក់ចិត្តទី4គឺកាមេរ៉ាមើលក្រោយជាការស្នើសុំម្ដងហើយម្ដងទៀតថាយ៉ាងហោចណាស់ក៏មានផ្ដល់ជូននៅកាមេរ៉ាមើលក្រោយមួយគ្រាប់ដើម្បីងាយស្រួលរយែងាយស្រួលចូលចតឥឡូវនេះគឺថាជូនតាមសំណុំពរតែម្ដងទី5គឺអេក្រង់ទំហំ12អ៊ីងធំត្រជាក់ភ្នែកងាយស្រួលបញ្ជាបដូរពីអេក្រង់ទំហំ 10.1 អ៊ីងកាលពីមុនឥឡូវនេះគឺមកដល់ទំហំធំតែម្ដងដល់ទៅ12អ៊ីងឯណោះជាអេក្រង់ដែលយើងធ្លាប់តែឃើញនៅក្នុងរថយន្ត Ford Ranger Wildtrak ឬក៏ Ford Ranger Raptor28អង្សា15អង្សាទី6គឺជាការកំណត់ម៉ាស៊ីនត្រជាក់ជា2តំបន់ផ្សេងគ្នាខុសពីចំនួនមុនដែលការកំណត់សីតុណ្ហភាពក្តៅឬក៏ត្រជាក់បានតែមួយតំបន់ឬក៏មួយហ្សូនតែប៉ុណ្ណោះក៏ប៉ុន្តែឥឡូវនេះលោកអ្នកអាចធ្វើការកំណត់សីតុណ្ហភាពក្តៅត្រជាក់ជា2តំបន់ផ្សេងគ្នាខាងអ្នកបើកបរកំណត់ផ្សេងខាងអ្នកដំណើរមុខកំណត់ផ្សេងទី7គឺរុលម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយខុសពីម៉ូដែលមុន Ford Ranger XL កែលម្អថ្មីនេះគឺផ្ដល់ជូននៅរុលម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយធ្វើឲ្យមានលំហូរខ្យល់គ្រប់ជួរតែម្ដងមិនថាអ្នកដំណើរមុខឬក៏អ្នកដំណើរក្រោយនោះទេធានាបាននៅកាប៊ីនមួយដែលត្រជាក់ផាសុខភាពក្នុងពេលធ្វើដំណើរទី8រុនសាកថ្មសម្រាប់អ្នកដំណើរក្រោយខុសពីម៉ូដែលមុនដែលរុនសាកថ្ម Type A និង Type C គឺផ្ដល់ជូនតែអ្នកដំណើរមុខតែប៉ុណ្ណោះក៏ប៉ុន្តែឥឡូវនេះគឺផ្ដល់ជូនទាំងជួរខាងមុខនិងជួរខាងក្រោយតែម្ដងមិនថាការធ្វើដំណើរយូរប៉ុណ្ណានោះទេទូរស័ព្ទ tablet ឬក៏ iPad របស់លោកអ្នកនៅតែកាន់ថ្មជាប់ជានិច្ចសម្រាប់សមាជិកដំណើរគ្រប់គ្នាតែម្ដងទី9គឺមុខងារសន្សំសំចៃប្រេង Auto Start Stop Ford Ranger XL កែលម្អថ្មីនេះបានបំពាក់មកជាមួយនឹងមុខងារ Auto Start Stop ជាមុខងារបញ្ឆេះពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិជួយសន្សំសំចៃប្រេងរបស់លោកអ្នកនៅពេលដែលឈប់ចាំភ្លើងសញ្ញាចរាចរណ៍ឬក៏ពេលកកស្ទះចរាចរណ៍ជាដើមយើងប្រើពាក្យថាបញ្ឆេះពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិពីព្រោះថាលោកអ្នកមិនមែនជាអ្នកពន្លត់នោះទេក៏ប៉ុន្តែរថយន្តជាអ្នកពន្លត់ម៉ាស៊ីនដោយខ្លួនឯងនៅពេលដែលលោកអ្នកជន់ហ្វ្រាំងបញ្ឈប់រថយន្តចាំភ្លើងសញ្ញាចរាចរណ៍និងបញ្ឆេះមកវិញក៏រថយន្តជាអ្នកបញ្ឆេះដោយខ្លួនឯងផងដែរនៅពេលដែលលោកអ្នកប្រឡែងហ្វ្រាំងបន្តដំណើរទៅមុខទៀតទី10គឺជាមុខងារចាក់សោប៉ុងផ្នែកខាងក្រោយសម្រាប់ការបើកបរឆ្លងកាត់ផ្លូវពិបាកដូចជាផ្ទៃដីមិនរាបស្មើរដីប្រដប់រអិលជាប់ផងការរក្សាបាននៅកម្លាំងរមួលស្មើគ្នាក៏ដូចជារង្វិលជុំស្មើគ្នា
រវាងកង់ក្រោយទាំងសងខាងគឺជាគុណសម្បត្តិមួយដ៏ចាំបាច់ដើម្បីឆ្លងកាត់នៅរកឧបសគ្គទាំងអស់នោះហើយនេះគឺជាតួនាទីដែលមិនអាចខ្វះបានរបស់មុខងារឡុកប៉ុងផ្នែកខាងក្រោយរថយន្តនេះក៏មានបំពាក់មកជាមួយនឹងមុខងារកាពីតាសឬក៏ប្រព័ន្ធបើកបរកង់4នានាដូចជា 2H ប្រព័ន្ធបើកបរកង់2ផ្នែកខាងក្រោយសម្រាប់ការបើកបរនៅលើផ្លូវធម្មតាដូចជាផ្លូវស្ងួតរាបស្មើផ្លូវបេតុងផ្លូវកៅស៊ូជាដើម 4H ប្រព័ន្ធបើកបរកង់4លំនឹងសម្រាប់ការធានាឲ្យបាននូវការទប់លំនឹងនៅក្នុងការបើកបរផ្លូវពិបាកដូចជាផ្លូវដីសាច់ផ្លូវដីភក់ឬក៏ផ្ទៃដីមិនរាបស្មើរដែករដប់ជាដើមនិង 4L គឺជាប្រព័ន្ធបើកបរកង់4កម្លាំងសម្រាប់បំរាស់ចេញពីឧបសគ្គនៅក្នុងការបើកបរផ្លូវពិបាកដូចជាផ្លូវដីភក់ជ្រៅជ្រៅឬក៏ដីសាច់ជ្រៅជ្រៅជាដើមក៏មានបន្ថែមមកជាមួយនឹងមុខងារគ្រប់គ្រងក្នុងការចោះចំណោទដោយស្វ័យប្រវត្តិដោយរថយន្តនឹងធ្វើការអមហ្វ្រាំងអមហ្គែចោះចំណោទដោយខ្លួនឯងជាពិសេសចំពោះផ្ទៃចំណោទដែលមានសភាពចោតខ្លាំងរដែករដប់រអិលជាដើមទី11គឺជាមុខងារបញ្ជាល្បឿននៅលើដៃចង្កូតឬក៏ cruise control បើទោះបីជាមុខងារនេះមិនថ្មីនោះទេសម្រាប់វិស័យ automotive ក៏ប៉ុន្តែវាថ្មីសម្រាប់ Ford Ranger XL ហើយម៉ូតូនៅពេលនេះក៏នៅតែមានអតិថិជនមិនទាន់ស្គាល់ច្បាស់នៅឡើយអំពីមុខងារនេះជាទូទៅយើងធ្វើការគ្រប់គ្រងល្បឿនរថយន្តលឿនឬក៏យឺតនៅលើឆ្នន់ហ្វ្រាំងហើយនិងឆ្នន់ហ្គែក៏ប៉ុន្តែសម្រាប់ការបើកបរផ្លូវល្បឿនលឿនដែលកលៈទេសៈអនុញ្ញាតឲ្យលោកអ្នកបើកបរនៅក្នុងល្បឿនថេរណាមួយនោះ Cruise Control អាចជួយលោកអ្នកធ្វើការសម្រាកជើងហើយធ្វើការគ្រប់គ្រងល្បឿនថេរនៅលើដៃចង្កូតវិញម្ដងទី12គឺមុខងារកំណត់កម្រិតល្បឿនបើកបរឬក៏ speed limit សម្រាប់ការបើកបរនៅលើដងវិថីដែលមានកំណត់កម្រិតល្បឿនច្បាស់លាស់មុខងារ speed limit គឺជួយឲ្យអ្នកបើកបរមិនល្មើសល្បឿនដែលបានកំណត់មិនល្មើសច្បាប់ចរាចរណ៍ផ្ដល់ជូនជាសុវត្ថិភាពដល់លោកអ្នកបើកបរនិងអ្នកដំណើរនៅជុំវិញតកតងទៅនឹងសុវត្ថិភាពនៅក្នុងការបើកបររថយន្ត Ford Ranger XL ក៏បានបំពាក់មកជាមួយនឹងពងសុវត្ថិភាពដល់ទៅ6គ្រាប់ដូចជាពងដៃចង្កូតពងតាប់ឡូអ្នកដំណើរមុខពងចំហៀងកៅអីទាំងសងខាងនិងពងវាំងននទាំងសងខាងតម្លៃខុសគ្នាត្រឹមតែ 1K តែប៉ុណ្ណោះក៏ប៉ុន្តែផ្ដល់ជូននូវគុណសម្បត្តិធំទាំង12ចំណុចនេះអ្វីដែលសំខាន់នោះគឺថាមកអស់តែម្ដងជាពិសេសចំរដូវកាលបុណ្យទានចុះនៅចាំដល់អង្ការទៀត